នេះអាកាសពីក្មេងណាបងប្អូនបាទខ្ញុំសັບកង់ប្រើតែជាមួយនំថ្មតូចមួយដុំហើយជាមួយកណាត់ហើយបន្ទាប់មកយើងដាក់ទៅយោហើយសັບមកបងប្អូននេះបាទកាលពីក្មេងគឺខ្ញុំធ្វើតែបែបហ្នឹងឯងប៉ុន្តែឥឡូវគឺគេប្រើវ៉ាល់ធ្វើអីបងប្អូនប្រើច្បាប់ធ្វើអីហីកាលពីក្មេងគឺយើងធ្វើតែអញ្ចឹងទេបាទឥឡូវនេះគឺប្រាង្គកង់បងប្អូនប្រាង្គកង់វាបែកអូបាទស្រួលមែនទែនបងប្អូនបាទយើងគាត់យកតែកណាត់រឹតនេះមកអំបិលមកគឺវាចូលវិញស្អាតតែម្ដងបងប្អូនបាទអីយ៉ាអែមកគាត់ទៅបងប្អូននេះអញ្ចឹងបងប្អូនក៏ភ្លេចធ្វើអញ្ចឹងតាមគេបាទកុំឲ្យវាបែកញ៉ៃញ៉ៃមុតដៃមុតជើងបាទបន្ទាប់មកបងប្អូនបាទសិនជាបងប្អូនអត់ចង់ឲ្យគេយកម៉ូតូយើងជិះបាទចាក់តសមមកគ្រាប់អញ្ចឹងមកបងប្អូននេះអូអានេះវិធីសាស្ត្រលើកបូមបងប្អូនបាទយើងចង់លើកតម្លាក់បូមឲ្យយើងធ្វើអញ្ចឹងមើលបាទមានអីបាទស្រួលមកគេតាអានេះសារ៉ាងបងប្អូនបាទសារ៉ាងអូបងប្អូនអានេះគេបូមសាំងបងប្អូនបូមសាំងអ៊ីយ៉ាលយមែនតើបងប្អូននេះបាទអញ្ចឹងវិធីសាស្ត្រនេះងាយទេបងប្អូនបាទអាចយកទៅធ្វើតាមគេទៅគឺយើងអាចប្រើការបានដែរបងប្អូនបាទអានេះសម្រាប់ងះអីឬក៏អីបងប្អូនអត់មានក្បាលបាញ់អញ្ចឹងណាមានតែជាមួយនឹងមកជុលមកដើមមកយើងអាចប្រើការបានហើយបាទនេះគឺវិធីសពងាយហ្នឹងបងប្អូនបាទនិយាយទៅគឺវិធីហ្នឹងគឺជាជំរើសចុងក្រោយបងអស់ណាបងប្អូនជាជំរើសចុងក្រោយបាទអត់មានអីទៀតទេបាទមានតែជំរើសចុងក្រោយមានតែហ្នឹងឯងបាទនេះស្អីគេណាអូជុំសាហាវបងប្អូនបាទបើឆេះម៉ូតូហើយដាក់ចូលឲ្យសពបានទៀតអត់ជឿទេវិញចាំមើលសារលបងមើលថាកើតឬមិនកើតអានេះវិធីសាស្ត្រចាក់សោកង់ម៉ូតូមួយបែបអញ្ចឹងណាវាខុសគ្នាអានេះបាទគេចងមកជាមួយនឹងយល់ហើយអានេះសម្អាតច្រវាក់កង់បងប្អូនបាទច្រវាក់កង់វាច្រេះចាប់ច្រើនអញ្ចឹងណាយើងបាញ់ជាមួយថ្នាំច្រេះចូលក្នុងអេប៉ុងនេះមកបាទហើយអ្វីដែលកាន់តែពិសេសបាទចាក់សាំងបែបនេះគឺអត់កពុបទេបងប្អូនណាអែមខ្លាំងមែនតើបងប្អូនឥឡូវនេះបាទវិធីនេះគឺរឹតប្រាំងម៉ូតូបាទរឹតប្រាំងម៉ូតូបាទកុំឲ្យយើងពិបាកទីអញ្ចឹងណាអានេះស្អីគេចេះវិញដាក់ចឹងទៅអីចាំដឹងថាបូមយើងអុកដល់ប៉ុន្មានអញ្ចឹងណាបងប្អូនពីណាំច្រេះបងប្អូនបាទយើងបាញ់ចង្អត់ធំត្រូវទេយើងចាក់ចូលហ្មងចាក់ប្រេងចូលហ្មងខ្ញុំអត់ដែលចាក់ចឹងទេបងប្អូនគ្នាអានេះបាទវិធីសាស្ត្របាទលាងជាមួយនឹងកង់ម៉ូតូបាទគឺវីដេអូមុនគឺយើងមានទេបងប្អូនបាទអានេះគឺយើងលាងជាមួយកង់ម៉ូតូដើម្បីឲ្យវាស្អាតសបកកង់ហ្នឹងណាបងប្អូនបាទអញ្ចឹងមានអីប៉ុណ្ណឹងឯងបាទអញ្ចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបងប្អូនអរគ្នាបាទអញ្ចឹងកុំភ្លេចជួយ Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីបាយបាយ